ភូមិឃុំអញ្ចឹងយើងចង់យើងដូរទីលំនៅថាអូខេខ្ញុំមកទីនេះអញ្ចឹងខ្ញុំចង់ register ចូលភូមិឃុំមួយនឹងអញ្ចឹងណាអញ្ចឹងនៅត្រង់កន្លែងនេះរបស់យើងគឺយើងប្រើ constructor ដល់តែពេលយើងប្រាប់ថាយើងដូរទៅភូមិឃុំថ្មីអីអស់ហ្នឹងយើងចង់បញ្ជាក់បង្ហាញប្រាប់គាត់អញ្ចឹងនៅកន្លែងហ្នឹងគឺគេធ្វើការ clear record របស់យើងបើសួរតែហេតុអីបានយើងចាំបាច់ធ្វើអញ្ចឹងបើនៅក្នុងខ្លះប្អូនមាន data តែមួយពីរវាមិនអីទេតែបើនៅក្នុងខ្លះប្អូនមាន data ច្រើនហើយរាប់ពាន់រាប់ម៉ឺន data អញ្ចឹងអាហ្នឹងគឺវានៅជាប់នៅក្នុង memory នៃ computer របស់យើងអញ្ចឹងពេលយើងចង់ប្រើអា address នៅទីតាំងកន្លែងហ្នឹងគឺវាពិបាកវាធ្វើឲ្យកុំព្យូទ័ររបស់យើងអាចក្រាស់កុំព្យូទ័ររបស់យើងអាច slow អស់នឹងអញ្ចឹងណាវាពិបាកនៅក្នុងការមើលដោយភ្នែកទទេរបស់យើងប៉ុន្តែអាហ្នឹងគឺជា logistic របស់យើងអញ្ចឹងនៅពេលដែលយើងប្រើហើយយើង distract វាទៅអាហ្នឹងគ្រាន់តែជា concept ណាពេលបងអូនទៅធ្វើដល់ថ្ងៃអនាគតបងអូននឹងឃើញហើយអា distractor របស់យើងហ្នឹងវាមានអត្ថប្រយោជន៍យ៉ាងម៉េចណាអូខេអាហ្នឹងគឺគ្រាន់តែគ្រូលើកឡើងតែប៉ុណ្្នឹងទេហើយអត់មានលំហាត់អីទេណានៅកន្លែងនេះរបស់យើងអញ្ចឹងគ្រូសូមសង្ខេបមេរៀនទី2តែប៉ុណ្ណឹងណាអញ្ចឹងយើងចូលដល់មេរៀនទី3របស់យើងតែម្ដងបើបងមានសំណួរបងអាចសួរបានណាបើគ្រូលឿនពេកឬក៏ពួកយើងណានិយាយគ្នាហើយណាខ្ញុំធ្លាប់មានបទពិសោធន៍បរៀនកូនសិស្សច្រើនឆ្នាំមកនេះទាំងអស់គ្នាការធ្វើគ្រូបរៀនរបស់ខ្ញុំតាំងពី2013ឥឡូវបងគិតមើលទៅ10ឆ្នាំជាងហើយណាអញ្ចឹងខ្ញុំដូរ style ច្រើនណាស់ពីព្រោះអីកូនសិស្សគាត់តែងតែថាគ្រូកាចចេះគ្រូកាចចុះខ្ញុំអត់ហ៊ានសួរគ្រូសំណួរខ្ញុំវាជា stupid question បងតែចាំណាថាពេលខ្លះចេញពីអា stupid question stupid investigation វា become a genius ណាចឹងយើងមាន idea យើងមានសំណួរកុំខ្លាចព្រោះពេលហ្នឹងគឺជាពេលដែលបងអូនរៀនមិនមែនជាពេលដែលបងអូនត្រូវធ្វើការទេបើថាយើងធ្វើការបើយើងចង់ធ្វើការក៏បានដែរប៉ុន្តែយើងនិយាយថាពេលនេះគឺ University Life ចឹងបងប្អូនមានសំណួរបងអូនសួរទៅណាបើថាខ្ញុំឆ្លើយមិនចេញពីព្រោះខ្ញុំជាគ្រូក៏មិនប្រកាសថាខ្ញុំចេះគ្រប់មុខដែរខ្ញុំចេះគ្រប់ចំណុចដែរអញ្ចឹងវាត្រូវតែមានចំណុចខ្វះខាតអញ្ចឹងបើសិនជាខ្ញុំអត់ចេះខ្ញុំអត់ជល់ខ្ញុំនឹងទៅ research បន្ថែមហើយខ្ញុំមកឆ្លើយជាមួយបងអូនអញ្ចឹងកុំក្នុងគ្នាខ្លាចអូអត់ហ៊ានសួរទេអត់អីទេអញ្ចឹងណានៅតែទុកដល់ទៅពេលចុងក្រោយគឺយើងអត់យល់ទេណាអាតែទុកហ្នឹងគឺទុកអត់យល់ហើយអូខេមានសំណួរអីទេអ្នកទាំងអស់គ្នាបើមានសំណួរអាចសួរបានអ្នកគ្រូសុំសង្ខេបឡើងវិញបានអត់អ្នកគ្រូសង្ខេបដោយសារតែខ្ញុំ slow ទៅចូលមិញអូខេគ្រូសុំសង្ខេបមកវិញមិញហ្នឹងគឺគ្រូនិយាយអំពី class and object អញ្ចឹងគ្រូប្រាប់ថា class គឺជាយើងនិយាយថា user define អីចឹងវាជា blueprint អីចឹងណាប៉ុន្តែអាហ្នឹងគឺជានៅក្នុងមេរៀនទី1អូខេនៅក្នុង class របស់យើងគ្រូនៅក្នុង class របស់យើងវាមានពីរផ្នែកធំណាគ្រូសង្ខេបមកវិញ class មាន data ហើយនឹងមាន function អញ្ចឹងអ្នកទាំងអស់គ្នាយើងរៀនម្ដងថ្ងៃហ្នឹងនៅក្នុង programming មាន data មាន function មាន data មាន function អីហ្នឹងទេអញ្ចឹងនៅក្នុង class គឺមាន data មាន function បន្តមកទៀតគ្រូ rap មិញហ្នឹងគឺសង្ខេបទាក់ទងជាមួយនឹង lecture នៅផ្នែកទី2សប្តាហ៍ទី2ទាក់ទងជាមួយនឹង class object ដែលផ្ដោតទៅលើ base class ហើយនិង derived class base class យើងនិយាយថាវាជា class មេ derived class យើងនិយាយថាវាគឺជា class កូនតែនៅក្នុង base class ហ្នឹងគឺបងអូនអាចមាន data មាន function ហើយ data និង function របស់បងអូនគឺបងអូនអាចយកទៅឲ្យកូនបានប៉ុន្តែបងអូនអាចទាញព័ត៌មានឬក៏របស់ឬក៏ function ឬក៏ data ចេញពីកូនបានទេឬក៏យើងហៅថា child class បានទេ concept របស់វាណានៅកន្លែងនេះរបស់យើងបន្តមកទៀតគ្រូសង្ខេបទាក់ទងជាមួយនឹង constructor ហើយនិង destructor constructor គឺទាក់ទងជាមួយនឹងការ register destructor គឺទាក់ទងជាមួយនឹងការ clear record របស់យើងអញ្ចឹងដូចខ្ញុំនិយាយថាគោលការណ៍របស់ class គឺជាគោលការណ៍នៃ OOP Objective Oriented Programming អញ្ចឹងបើនៅក្នុង class បងអូនមាន data 1000 10000 100,000អីអស់ហ្នឹងបើបងអូនអត់អីគេអត់ clear ចេញពី memory នៃ computer របស់យើងទេគឺវា register ជាប់នៅនឹងហ្មងចឹងពេលថ្ងៃក្រោយយើងចង់ប្រើអី computer របស់យើងអាច speed slow ឬក៏អាច crash អីអស់នឹងចឹងអញ្ចឹងយើងគួរតែរៀននៅក្នុងការ apply destructor តែ destructor របស់យើងគឺ clear memory របស់យើង
អត្ថន័យរបស់វាគឺតែប៉ុណ្្នឹងទេណានៅកន្លែងនេះរបស់យើងអូខេអូខេគ្រូនឹងព្យាយាមនិយាយឲ្យយឺតជាងនឹងតិចទៀតណាអូខេតោះយើងធ្វើបដាយើងជួបបដាយើងនឹងអាចដោះស្រាយបញ្ហាបានតាមផ្លូវហើយយើងចូលមេរៀនមួយទៀតគឺមេរៀនទី3នៅក្នុងមេរៀនទី3គ្រូបានដាក់វីដេអូយូរហើយអ្នកទាំងអស់គ្នាគឺតកតងជាមួយនឹង algorithm analysis របស់យើងណា algorithm analysis របស់យើងនិយាយពី algorithm procedure step ប៉ុន្តែនេះយើងនិយាយពី algorithm that use for analysis in data structure and algorithm របស់យើងចាំន័យថាយើងប្រើ technique ណាចាំតិចអ្នកទាំងអស់គ្នាគ្រូរករបស់មួយសិនចាំតិចពួកយើងចាំតិចអ្នកទាំងអស់គ្នាអូខេសួស្តីអ្នកទាំងអស់គ្នាតោះយើងបន្តទៅទៀតណាអ្នកណាអត់តន់ញ៉ាំអីរកអីញ៉ាំនៅក្បែរខ្លួនទៅណាគ្រូអត់ដឹងទេយើងអនឡាញអូខេតោះយើង40បាន30បាន29នាក់បត្តនា10នាក់ទៀតពួកយើងនេះ40នាក់ជាងអូខេតាមតាណាអូខេអ្នកទាំងអស់គ្នាយើងទៅជែកគ្នាតកតងជាមួយនឹង algorithm analysis ខ្ញុំអត់ដឹងថាពួកយើងនឹងបានមើលមេរៀនដល់ត្រង់ណាទេគ្រូសង្ខេបណាគ្រូអត់មករៀនឡើងវិញទេនៅត្រង់កន្លែងនេះពីព្រោះខ្ញុំបានធ្វើវីដេអូហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀននៅក្នុងការអនុវត្តឲ្យបានកាន់តែច្រើននៅត្រង់កន្លែងនេះរបស់យើងអូខេពាក្យថា algorithm analysis នៅក្នុងនោះគឺគ្រូណែនាំតាក់ទងជាមួយនឹងសមីការគណិតវិទ្យា model នៃសមីការគណិតវិទ្យាចំនួន7ដែលយើងប្រើប្រាស់សម្រាប់ធ្វើការវិភាគ algorithm របស់យើងហើយសមីការគណិតវិទ្យាទាំង7ហ្នឹងគឺមានដូចជាមួយនេះរបស់យើងបើសួរថាមុនចូលសមីការគណិតវិទ្យាយើងនិយាយពី algorithm analysis
Algorithm analysis technique របស់វាមានច្រើនដែលនៅក្នុងហ្នឹង technique មួយគឺយើងឲ្យឈ្មោះថា asymptotic notation ដែលនៅក្នុង asymptotic notation គឺមាន3ប្រភេទគឺមាន big O មាន omega មាន zeta ដែលនៅក្នុង omega គឺជាការប្រើប្រាស់ទាក់ទងជាមួយនឹងការកំណត់ boundary មានន័យថាវាមាន lower boundary របស់វាអា boundary មួយណាដែលជា boundary acceptable អូខេនៅក្នុង SATA គឺជាការគណនា exact running time របស់ algorithm ចំពោះពីរនេះរៀងស្មុគស្មាញសម្រាប់ level របស់បងអូនបន្តិចពីព្រោះយើងទាន់តែនឹងឆ្នាំទី2ទេយើងតែសេកូដធ្វើម៉េចឲ្យតែចេញប៉ុន្តែយើងរៀននៅក្នុងការវិភាគបន្តិចតើកូដដែលបងអូនសរសេរហ្នឹងវាចូលនៅក្នុង scenario ឬក៏ចូលនៅក្នុង time complexity មួយណាអាហ្នឹងគឺជា objective របស់គ្រូណានៅត្រង់កន្លែងនេះរបស់យើងអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺយើងនឹងប្រើប្រាស់ Big O notation ដើម្បីធ្វើការ measure time ហើយនិង space complexity ពាក្យថា complexity គឺមានលក្ខណៈស្មុគស្មាញអ្នកទាំងអស់គ្នាប៉ុន្តែដើម្បីសម្រួលឲ្យការសិក្សារបស់យើងស្រួលយើងធ្វើ approximation អត់មានពាក្យថា exactly ទេឧទាហរណ៍ថា actually យើងនិយាយថា time complexity របស់វាគឺជា linear ប៉ុន្តែវា slightly ចូលទៅតាក់ទងជាមួយនឹង logarithm ហើយវាអាច slightly ចូលទៅតាក់ទងជាមួយនឹង n គុណជាមួយនឹង logarithm n អាមួយណាដែលខិតជិតជាងគេអាមួយហ្នឹងគឺយើងធ្វើ approximation អញ្ចឹងអានឹងហើយគេហៅថាជាការប្រើប្រាស់សមីការគណិតវិទ្យាដើម្បីធ្វើការវិភាគអា algorithm ដែលបងអូនសរសេរហ្នឹងវាក្បែរអាមួយណាជាងគេរបស់យើងអញ្ចឹងយើងនឹងមាន big O notation លក្ខណៈរបស់ Big O notation ដូចគ្រូនិយាយមិញអញ្ចឹងយើងផ្អែកទៅលើ time ហើយយើងផ្អែកទៅលើ space ប៉ុន្តែនៅក្នុងមេរៀននេះគ្រូផ្អែកតែទៅលើ time ទេចំពោះ space វាអាស្រ័យទៅនឹងកុំព្យូទ័ររបស់យើងម្នាក់ណាហើយចំណុចដែលសំខាន់មួយទៀតនៅក្នុង Big O notation យើងនឹងមើលនៅពេលដែល data របស់យើងប្រែប្រួលមានន័យថា size របស់ data របស់យើងប្រែប្រួលតើ input របស់យើង output របស់យើងយ៉ាងម៉េចហើយនៅក្នុង Big O notation គោលការណ៍របស់គាត់គឺគាត់អត់ខ្វល់អំពីអាតម្លៃថេរទេគាត់អត់ខ្វល់អំពីអា lower order ទេគាត់ខ្វល់តែអាណាដែលធំជាងគេនៅកន្លែងនេះរបស់យើងអញ្ចឹងបងមើលកន្លែងនេះណាយើងមានសមីការគណិតវិទ្យាចំនួន7មាន constant logarithm linear logarithm គុណជាមួយនឹងlogarithm n សំទោស n គុណជាមួយនឹង logarithm យើងមាន quadratic degree ទី2សមីការ degree ទី3សមីការ exponential អីអស់នឹងរបស់យើងណាអូខេបងមើលនៅក្នុង slide ទី13របស់យើងបន្តិច12ឬក៏13 12សំទោសវាបាំងអូខេអញ្ចឹងយើងមើលយើងមានសមីការ 2n បូកជាមួយនឹង log n ដែលយើងឃើញថាអាមួយ linear អាមួយទៀត logarithm អញ្ចឹងជាទូទៅគឺ linear វារត់លឿនជាង logarithm មិនបានរត់លឿនជាងខ្ញុំឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាដាក់ n ស្មើ5អញ្ចឹងតម្លៃរបស់យើងគឺស្មើជាមួយនឹង5ប៉ុន្តែបើសិនជាយើងសរសេរ log នៃ5តែ log កន្លែងនេះគឺជា log គោល2អញ្ចឹង log គោល2នៃ5តម្លៃរបស់វាគឺមិនមែន5ទេអញ្ចឹងវាតូចជាង5អញ្ចឹងអាពីរហ្នឹងអាមួយណារត់លឿនជាងចឹងអាអ្នកដែលរត់លឿនជាងនោះគឺ linear តែបញ្យល់គឺរបៀបហ្នឹងណាសមីការ degree ទី3ហើយនឹង n គុណនឹង log n អញ្ចឹង degree ទី3រត់លឿនជាងណា log n ហើយនឹង constant អញ្ចឹង log n គឺរត់លឿនជាង2ស្វ័យគុណ n បូកជាមួយនឹង2ស្វ័យគុណ2នេះណាគឺ2ស្វ័យគុណ n របស់យើងណាកន្លែងនេះរបស់យើងអញ្ចឹងនៅក្នុងមេរៀននេះគឺទាមទារឲ្យអ្នកទាំងអស់គ្នាយល់អំពីគណិតវិទ្យាបន្តិចព្រោះយើងដឹងហើយថា IT គឺត្រូវការអ្នកដែលមានគណិតវិទ្យារៀងខ្លាំងបន្តិចណានៅកន្លែងនេះរបស់យើងហើយអ្នកទាំងអស់គ្នាក៏រៀនគណិតវិទ្យាច្រើនមកដែរណាអញ្ចឹងខ្ញុំជឿថាកន្លែងហ្នឹងវាមិនមែនជាបញ្ហាធំដុំទេអញ្ចឹងអាមួយនេះអ្នកទាំងអស់គ្នាអាច check មើលបានអូខេកន្លែងនេះគឺគ្រូបានធ្វើការប្រៀបធៀបឲ្យអ្នកទាំងអស់គ្នាអំពីសមីការទាំង7ប៉ុន្តែនៅក្នុងនោះមានសមីការផ្សេងទៀត relative របស់យើងវាមិនមែនមានតែ7ទេវាអាចមានលើសនឹងទៀតណាអ្នកទាំងអស់គ្នាណាឧទាហរណ៍ណាបាទចឹងអីទៅអាមួយនេះលើសរបស់យើងអីហ្នឹង
ទៅតាមស្ថានភាពជាក់ស្ដែងយើងជួនកាលសៀវភៅខ្លះគាត់ថាគាត់សិក្សាតែ7សៀវភៅខ្លះគាត់សិក្សា8សៀវភៅខ្លះគាត់សិក្សា10អីអស់ហ្នឹងវាអត់សំខាន់ទេសំខាន់យើងយល់អំពី concept ថាអាហ្នឹងគឺជា time complexity ដែលអ្នកទាំងអស់គ្នាប្រើប្រាស់សម្រាប់ធ្វើការប្រៀបធៀបជាមួយនឹង algorithm របស់យើងអាហ្នឹងគឺជា concept របស់យើងណាអូខេចានេះគឺជាក្រាបដែលអ្នកទាំងអស់គ្នាងាយស្រួលក្នុងការមើលជាងគេណាក្រាបមួយហ្នឹងឬក៏រូបភាពមួយហ្នឹងអាហ្នឹងគឺជាការប្រៀបធៀប time complexity ណានៃ algorithm នីមួយៗនៅក្នុងសម័យកាលគណិតវិទ្យារបស់យើងអញ្ចឹងជាទូទៅបើបងអូនទៅសេបាន constant ណាគឺវាប្រសើរជាងគេបើបងអូនទៅសេបាន log in ណាគឺវាប្រសើរជាង linear អាចុះមកក្រោមហ្នឹងគឺតាក់ទងជាមួយនឹងរុញចុះមកក្រោមរបស់យើងហ្នឹងគឺវា worse អញ្ចឹងបងអូនមើលកន្លែងនេះណាអាពីរនេះគឺមានលក្ខណៈមួយគឺវារៀងអាក្រក់ time complexity របស់វាគឺវាយូរ slow ពេកហើយកន្លែងនេះរបស់យើងអ្វីដែលយើងចង់បានគឺអាលើនេះណាអាលើនេះរបស់យើងអ្នកទាំងអស់គ្នាកន្លែងនេះមានកូនសិស្សមួយក៏សួរថាអ្នកគ្រូបើខ្ញុំយក n ស្មើជាមួយនឹង5ស្វេគុណ3ហើយនឹង2ស្វេគុណ5ស្វេគុណ3របស់ខ្ញុំគឺតម្លៃវាធំជាងត្រូវបងអូនត្រូវណានៅត្រង់កន្លែងនេះរបស់យើងណាប៉ុន្តែយើងមើលកន្លែងនេះរបស់យើងវាដូចគ្នាណាទៅតាមតម្លៃនៃ n របស់យើង n គឺជា input size ឧទាហរណ៍ថានៅក្នុងលក្ខខណ្ឌមួយនេះក្រាបរបស់យើងបើយើងបញ្ជាក់ទៅមួយនេះរបស់យើងណាសមីការ degree ទី3ហើយនឹងសមីការ exponential របស់យើងអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាវាទៅតាមតម្លៃ n ហើយមួយទៀតអាពីរនេះហ្នឹងអត់មានណាគេចង់បានទេព្រោះវាគឺជា worst time complexity យើងអត់ចង់ឲ្យខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាសរសេរធ្វើមកចូលទៅដល់ពី algorithm ហ្នឹងទេណាត្រឹម n ការ៉េហ្នឹងគឺជា worst case ណាស់ទៅហើយអ្នកទាំងអស់គ្នាអូខេនៅត្រង់កន្លែងនេះរបស់យើងអញ្ចឹងនៅក្នុងការសរសេរគឺអាពីរហ្នឹងគឺវាតែងតែមានដែរក៏ប៉ុន្តែគេមិនឲ្យអ្នកទាំងអស់គ្នាសរសេរធ្វើម៉េចឲ្យចូលទៅរស់ទេណាវាគួរតែបានលក្ខណៈមួយគឺរៀង better បន្តិចនៅត្រង់កន្លែងនេះរបស់យើងអូខេអញ្ចឹងនៅក្នុងការវិភាគយើងមាន rule របស់យើង rule ទី1គឺទាមទារឲ្យបងអូនចេះមើលនៅក្នុងចេះមើល loop អញ្ចឹងយើងត្រូវមើល loop របស់យើងអញ្ចឹងបាននៅក្នុងនឹងវាមាន loop ហើយ loop របស់យើងនឹងគឺ increment by 1អញ្ចឹងគេថា time complexity របស់វា approximation ទៅ linear គេមកទៅហៅថាខ្ញុំដាក់ n 5អញ្ចឹង loop របស់យើងគឺ operation ម្ដង5ដងអញ្ចឹងយើងឃើញទេ n 5 operation 5ដងអញ្ចឹងវាជា linear តែអាហ្នឹងគឺទាមទារឲ្យបងអូនគឺយល់ពី concept វាបន្តិចណាកុំចេះតែហ៊ាននិយាយណាអាហ្នឹង clever observation បើសិនជាយើងមាន loop នៅក្នុង loop ហើយ increment 1 by 1ដូចគ្នាអញ្ចឹងអាហ្នឹងចូលទៅ n grade ណាប្រសិនបើយើងមាន loop ហើយនៅក្នុងនោះគឺមាន loop ទៀតហើយ loop នៅក្នុង loop ទៀតអញ្ចឹងអានេះបងដឹងហើយមិញ loop តែមួយ increment 1ចានេះគឺជា linear ដល់មួយនេះ loop 2 increment 1 ដូចគ្នាអញ្ចឹងអានេះគឺជា n grade របស់យើងណា on grade របស់យើងអញ្ចឹងសរុបមកអានេះគឺជាស្អី on grade ណាគូសូមបញ្ជាក់ on grade របស់យើងអូខេអ្នកទាំងអស់គ្នាអញ្ចឹងនៅកន្លែងនេះរបស់យើងគឺអ្នកទាំងអស់គ្នាអាចធ្វើការគិតសិនណាមុននឹងយើងធ្វើការ apply វានៅត្រង់កន្លែងនេះរបស់យើងណា
អឺវាជារឿងតែមិនស្រួលតែក៏វាមិនពិបាកដែរពីព្រោះយើងមាន rule បើអ្នកទាំងអស់គ្នាចាំ rule សួរតែអ្នកគ្រូ rule ច្រើនពេកខ្ញុំអត់ចាំពេលប្រឡង open book exam ទេបងអូនណាបងយកអីយកទៅឲ្យតែជាឯកសារអញ្ចឹង open book exam ទេណាប៉ុន្តែខ្ញុំនឹងឲ្យកូដហើយខ្ញុំឲ្យបងអូនវិភាគទៅលើកូដរបស់យើងខ្ញុំមិនឲ្យយើងទៅសេកូដទេពេលរៀនខ្ញុំឲ្យអ្នកទាំងអស់គ្នាទៅសេកូដហើយគ្រូសុំបញ្ជាក់ណាថាពេលរៀនខ្ញុំឲ្យអ្នកទាំងអស់គ្នាទៅសេកូដខ្ញុំតែងតែ random select ដើម្បីពិនិត្យមើល practice របស់យើងបើអ្នកទាំងអស់គ្នាចង់ចេះអ្នកទាំងអស់គ្នាត្រូវតែ practice ហើយអ្នកទាំងអស់គ្នាត្រូវរៀននៅក្នុងការ organize data របស់អ្នកទាំងអស់គ្នាណាអ្នកទាំងអស់គ្នាត្រូវតែរៀននៅក្នុងការ organize data របស់អ្នកទាំងអស់គ្នា organize យ៉ាងម៉េចពីព្រោះយើងរៀន data structure និយាយពី organize data អញ្ចឹងអ្នកទាំងអស់គ្នាការងាររបស់អ្នកទាំងអស់គ្នាណាធ្វើសប្តាហ៍ទី1សប្តាហ៍ទី2សប្តាហ៍ទី3ឲ្យតែកន្លែងមាន practice ត្រូវ save ទុកឲ្យត្រឹមត្រូវហេតុអីពីព្រោះថានៅថ្ងៃខ្លះខ្ញុំអត់ប្រឡង midterm ទេតែខ្ញុំសុំ check document អញ្ចឹងត្រូវតែមាន document អស់ហ្នឹងឲ្យខ្ញុំ check តែណាហើយបើធ្វើអត់ចេញពីពួកអីពេលគ្រូហៅ2 3នាក់យក solution ណាគ្រូតែងតែកែអូតែនេះខុសអញ្ចេះតែនេះត្រូវអញ្ចេះតែនេះអូខេអញ្ចឹងពេលខ្ញុំឲ្យ copy ចូលនៅក្នុង Telegram បងអូនមានចម្លើយរបស់មិត្តភ័ក្តិហើយកុំខ្ជិលដល់ថ្នាក់បើសិនជាយើងអត់ធ្វើឲ្យអត់ copy ចម្លើយហ្នឹងយកទៅ modify ហើយកែតម្រូវទៅតាមគ្រូឲ្យ feedback អានឹងជារឿងពិបាកណាស់បងអូនរៀនគ្រូមកពីប្អិនក៏បរៀនបងអូនមិនចេះដែរបងប្អូនអត់មានគេហៅថាទំនួលខុសត្រូវលើការងារដែលថាយើងជាសិស្សយើងត្រូវតែអនុវត្តឲ្យបានច្រើនណាពួកយើងគ្រូនិយាយរឿងធ្ងន់បន្តិចណាពាក្យថាទំនួលខុសត្រូវពីព្រោះគ្រូចង់ឲ្យពួកយើងនឹងគឺយល់ថាយើងជាសិស្សការងាររបស់យើងគឺរៀនការងាររបស់យើងគឺធ្វើនៅអ្វីដែលគ្រូដាក់ឲ្យធ្វើមិនមែនជារឿងដែលតែលួចប្លន់គេទេអ្នកទាំងអស់គ្នាហើយរ៉ានកូដក៏វាមិនផ្ទុះបាយកុំព្យូទ័ររបស់យើងដែរណានៅកន្លែងនេះរបស់យើងអូខេចឹងយើងមាន rule ចឹង rule មួយទៀតគឺ rule ទី4តាក់ទងជាមួយនឹងការប្រើប្រាស់ if ហើយនឹង recursion ចឹងខ្ញុំអត់និយាយច្រើនទេនៅក្នុង recursion ចាំពេលយើងជួបតាក់ទងជាមួយនឹង recursion function អញ្ចឹងយើងនឹងធ្វើការនិយាយគ្នាម្ដងទៀតប៉ុន្តែបងប្អូនឃើញ recursion បងប្អូនព្យាយាមក្នុងការយល់គឺជា function ដែលប្រើប្រាស់ខ្លួនឯងដោះស្រាយបញ្ហាអញ្ចឹងអានឹងគឺមានលក្ខណៈជាគេហៅថា linear របស់យើងអូខេចឹងជាទូទៅនៅក្នុងការវិភាគ algorithm របស់យើងណាបងអូនកន្លែងនេះគឺវាតែងតែមាន3 scenario វាតែងតែមាន best case scenario worst case scenario ហើយនិង worst case scenario របស់យើងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងក៏ដូចគ្នាដែរណាយើងធ្វើអីក៏ដោយវាតែងតែមាន scenario ទាំង3ហ្នឹងអាល្អបំផុតយ៉ាងម៉េចទៅអាអាក្រក់បំផុតយ៉ាងម៉េចទៅហើយជាមធ្យមយ៉ាងម៉េចទៅអាហ្នឹងគឺជា scenario របស់យើងណានៅត្រង់កន្លែងនេះណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងពីនេះគ្រូមិនចាំបាច់សួរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមើលដូចខ្លួនឯងកន្លែងនេះជាកន្លែងដែលគ្រូចង់សង្កត់ធ្ងន់បន្តិចអ្នកទាំងអស់គ្នាជួនកាលពេលខ្លះណាយើងត្រូវតែធ្វើការ overestimate ខ្ញុំសួរអ្នកទាំងអស់គ្នាមួយខ្ញុំឧទាហរណ៍ថាអញ្ចឹងណាខ្ញុំឧទាហរណ៍ថាពេលយើងចេញទៅធ្វើការទៅចវាយយើងក៏សួរថាអ្នកគ្រូខ្ញុំមិនដឹងធ្វើការទេយក example អឺប្រធានយើងក៏សួរថាការងារមួយនេះធ្វើប៉ុន្មានថ្ងៃចប់យើងអង្គុយមើលការងារយើងធ្វើការ check ចុះ check ឡើងអូខេយើងគិតក្នុងចិត្តណាយូរបំផុត10ថ្ងៃលឿនបំផុត2ថ្ងៃជាមធ្យម5ថ្ងៃឥឡូវតើយើងគួរតែឆ្លើយប្រាប់ទៅប្រធានរបស់យើងតើធ្វើប៉ុន្មានថ្ងៃចប់ការងារមួយនឹងបាទសូមចម្លើយមកខ្ញុំបំផុត5ថ្ងៃនេះគ្រូអូខេ very good មានណាហ៊ានប្រាប់តកែឬប្រាប់ប្រធានថា2ថ្ងៃទេអត់ហ៊ានទេអ្នកគ្រូដូចលឿនពេកលឿនពេកត្រូវ very good ចុះមានណាហ៊ានប្រាប់គាត់ថាដល់10ថ្ងៃទេយើងថាអត់ហ៊ានទៀតយូរពេកក៏ប៉ុន្តែពេលគាត់អង្គុយចាំអ្នកគ្រូហ្នឹងមានន័យថាយូរពេកណាខ្លាចយូរពេកកន្លែងនេះគួរសុំបញ្ជាក់បន្តិចណាអ្នកទាំងអស់គ្នាពេលខ្លះយើងត្រូវតែ overestimate
ខ្ញុំឧទាហរណ៍ថាយើងត្រូវគេហៅថា clever observation ណាកន្លែងនេះបើសិនជាប្រធានរបស់យើងគាត់អត់មានតាក់ទងជាមួយនឹង punishment ទេវាជាការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងយើងត្រូវប្រាប់គាត់ថាអូខេបងការងារហ្នឹងគឺយើងធ្វើ10ថ្ងៃហេតុអីពីព្រោះអីបើប្អូនថា worst case គឺយើង over estimate ថា10ថ្ងៃប៉ុន្តែបើប្អូនធ្វើក្រោម10ថ្ងៃហើយការងារនឹងចប់អញ្ចឹងបងយកទៅឲ្យឧទាហរណ៍ថាបងធ្វើ8ថ្ងៃអញ្ចឹងយកទៅឲ្យមេរបស់យើងឬក៏ប្រធានរបស់យើងគាត់នឹងសរសើរយើងថាអូខេមួយនាងក្រាន់បើវាខិតខំប្រឹងប្រែងធ្វើវាថា10ថ្ងៃឥឡូវវាធ្វើតែ8ថ្ងៃហើយឃើញទេពួកយើងអានឹងហើយគឺជាគុណប្រយោជន៍មួយណាកន្លែងហ្នឹងគឺឧទាហរណ៍ថាបើយើងថា average 5ថ្ងៃបច្ចុប្បន្នមានរឿងអីកើតឡើងយើងចំណាយពេលដល់6ថ្ងៃដល់ពេលយើងប្រាប់មេយើងថា5ថ្ងៃចុះមេយើងក៏នឹងគិតថាម៉េចមកលើយើងគាត់នឹងគិតថាអាមួយនេះអត់ប្រឹងប្រែងធ្វើការសោះធ្វើការពយា procrastination អីអស់ហ្នឹងវាបែបអញ្ចឹងណាបើយើង estimate 2ថ្ងៃវា very រ៉ាស់ពេកហើយស្អីក៏អាចកើតមានឡើងដែរអ្នកទាំងអស់គ្នាណានៅត្រង់កន្លែងនេះរបស់យើងអូខេគ្រូសុំស្អីក៏អាចកើតមានឡើងដែរអញ្ចឹងយើងត្រូវមាន clever observation ណាយើងដឹងហើយថាជាទូទៅ average time គឺវាមានលក្ខណៈតិចជាង worst time ដូចគ្រូនិយាយមិញអញ្ចឹងមួយថ្ងៃអ្នកទាំងអស់គ្នាអឺ5ថ្ងៃហើយនឹង10ថ្ងៃចឹង5ថ្ងៃវាតិចជាង10ថ្ងៃវាជាទូទៅវាជារឿងធម្មតាហើយណានៅត្រង់កន្លែងនេះរបស់យើងហើយមួយទៀតគឺតកតងជាមួយនឹង algorithm នៅពេលដែលយើងប្រើជាមួយនឹង average ប្រហែលជាវាអាច complex ជាង worst case របស់យើងចានេះវាជារឿងធម្មតាទេអ្នកទាំងអស់គ្នាអូខេអញ្ចឹងអ្វីដែលគ្រូចង់ប្រាប់គឺ worst case គឺជា boundary អញ្ចឹងបើយើងខ្ញុំហេតុអីបានខ្ញុំលើកយកមួយនេះដូចខ្ញុំនិយាយមិនអញ្ចឹងណាខ្ញុំថាបើសិនជាការងារហ្នឹងគឺខ្ញុំធ្វើ10ថ្ងៃស្រាប់តែយើងថាអញ្ញាដាក់ច្រើនជាងនឹងតិចទៀតតាខ្ជិលណាអាហ្នឹងវាមិនជាទំនួលខុសត្រូវទេណាអ្នកទាំងអស់គ្នាអញ្ចឹងបើយើងថាអឺ worst case ហ្នឹង10ថ្ងៃហ្នឹងគឺជា boundary អញ្ចឹងបងអូនអាចធ្វើដូចមិត្តភក្តិយើងមិញគាត់ដាក់អីគេ average អានោះបង្ហាញអំពីការប្រឹងប្រែងរបស់យើងគឺខ្ញុំនឹងធ្វើតែ5ថ្ងៃទេឲ្យចប់ណាណាអញ្ចឹង boundary របស់ខ្ញុំដឹងហើយថាគឺ10ថ្ងៃណាអញ្ចឹងយើងដឹងពីទីតាំងចុងក្រោយរបស់យើងយើងដឹងពីដែនកំណត់ចុងក្រោយរបស់យើងនៅកន្លែងនេះរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលប្រើប្រាស់ជាមួយនឹងការវិភាគទៅថ្ងៃអនាគតសេណារីយ៉ូទាំង3នឹងគឺសំខាន់ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើងណាការងារមួយនឹងប្រហែលថ្ងៃចប់អញ្ចឹងយើងរៀននៅក្នុងការគិតចុះមកអានេះធ្វើមិនទៅអានេះធ្វើមិនទៅចំណាយពេលប្រហែលប្រហែលថ្ងៃព្រោះពេលវេលារបស់យើង24ម៉ោងដូចគ្នាប៉ុន្តែបើយើងអត់ចេះ organize ពេលវេលាអស់នឹងទេគឺវាអាចនឹងមានបញ្ហាកើតឡើងណានៅត្រង់កន្លែងនេះរបស់យើងអូខេសម្រាប់មេរៀនហ្នឹងគឺគ្រូមានតែប៉ុណ្្នឹងគ្រូ summary តែប៉ុណ្្នឹងឲ្យអ្នកទាំងអស់គ្នាខ្ញុំធ្វើវីដេអូហើយប៉ុន្តែខ្ញុំជឿថាអ្នកខ្លះគាត់បានមើលអ្នកខ្លះមិនទាន់បានមើលតែបងត្រូវនេះណាចាប់ពីវីដេអូនៅក្នុងសប្តាហ៍ទី4ទៅខ្ញុំប្រាប់ថាសប្តាហ៍ទី3ណាអ្នកទាំងអស់គ្នាត្រូវកុំភ្លេចដាក់លេខរៀងដាក់ឈ្មោះដាក់ក្រុមរបស់យើង comment ចូលផងហើយកុំភ្លេចមើលពីប្រធានតើខ្ញុំមានសួរអីនៅក្នុងនោះអត់បើខ្ញុំសួរគឺត្រូវឆ្លើយខុសក៏ដោយត្រូវក៏ដោយក៏ឆ្លើយដែរអូខេអ្នកទាំងអស់គ្នាបាទគ្រូបើសិនជាបងអូនមើលមានសំណួរបងអូនអាចសួរបើអត់មានសំណួរទេគ្រូសួរវិញឥឡូវយើងនឹងទីវិភាគកន្លែងនេះតើនៅក្នុងកូដមួយនេះតាម complexity ក្បែរអាណាជាងគេយើងមើលទាំងអស់គ្នាតើ time complexity របស់វាក្បែរមួយណាជាងគេnó linear ចាមើលយ៉ាងមិនបានដឹងថា linear មាន loop ទេអត់បើអត់មាន loop ហេតុអីបានយើងហ៊ានថា linear ទីម្ដងទៀតមក
អ្នកអត់ទៅទេ ម៉ែនេះអានឹងនៅ អូ only មួយ ណាគ្រូដែលយើងហៅថាជា constant ដែលសារ Yeah, វាអត់ very loop yeah very good ដោយសារតែវាអត់មាន loop អញ្ចឹងវាគឺជា constant អូខេចុះអាមួយនេះជម្រើសអ្នកទាំងអស់គ្នារៀនតាក់ទងជាមួយនឹងជម្រើសយើងមាន3 4 5ជម្រើសតែយើងជ្រើសរើសបានប្រមាណនៅក្នុងជម្រើសទាំងអស់ហ្នឹងនៅពេលដែលដំណើរការគិតមើលបន្តិចមើល អត់មួយណាគ្រូ Yeah very good នឹងអត់ន័យមួយដូចគ្នាណានៅកន្លែងនេះរបស់យើងចុះមួយនេះអ្នកហ៊ានទាយទេមួយនេះល្មិចដែរទៅអ្នកទាំងអស់គ្នា អានឹងគិតថា linear យើងមើលថា loop យើងគិតថា linear ក៏ប៉ុន្តែនៅត្រង់កន្លែងនេះរបស់យើងតើវាគឺជាអីគេឈប់អ្នកទាំងអស់គ្នាចាំតិចខ្ញុំមានក្បាលបន្តិចយើងឃើញ loop យើងឃើញ loop របស់យើងហ្នឹងគឺដំណើរការកើនឡើងម្ដងមួយអ្នកទាំងអស់គ្នាចាំតិចណាឥឡូវគិតមើលអស់នឹងបន្តិចគិតមើលនៅក្នុងវិភាសាគ្នាបន្តិចណាគ្រូបញ្យលអ្នកទាំងអស់គ្នានឹងមកប្រើមិញហើយហ្នឹងបើសិនជាវាអត់ចូលទៅ linear វាទៅរកអាណាវាទៅរកអាមួយដែលនៅបើសួរថារីសាំងអាមួយនេះចេញប៉ុន្មានតើអ្នកទាំងគ្នាពួកយើងរីសាំងអាមួយនេះចេញប៉ុន្មានទៅចេញទាំង8 element និង6 element នេះពួកយើងគិតតិចមើលចឹងអ្នកទាំងអស់គ្នាកន្លែងនេះគ្រូគាត់ចង់ប្រាប់ថាបើសិនជាយើងបូកដកគុណចែកទៅវាអត់ទៅ linear ឧទាហរណ៍ឥឡូវអានេះណាវា display តែអាមួយនេះហើយនៅអាមួយនេះទេចឹងណាអញ្ចឹងសួរថាវាចេញទៅ2 element ទេបើវាមិនមែន linear វាតូចជាង linear គឺច្បាស់ជារត់ចូលអាមួយនេះរបស់យើងហើយអានេះគឺជា example ដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាគិតណាហេឡូមិនតែពួកយើងហេឡូហេកុំថា internet error ណាពួកយើងដឹងហើយចាក្រោមនេះស្អីគេដែរទៅក្រោមនឹង linear អ្នកគ្រូ យ៉ាហេតុអីមើលមិនដឹង linear នេះពួកយើងរៀន investigate បន្តិច increment 1នេះអានឹង logarithm មែន
ហ្នឹងហើយ logarit យីឲ្យនំគ្នាយកទៅមើលអត់មើលមែនហើយគ្រូមកបញ្យល់ហើយគ្រូធ្វើឲ្យមើលទៀតចុះមួយនេះគ្រូអត់មានកុំព្យូទ័រមួយទៀតបើគ្រូមានកុំព្យូទ័រមួយទៀតគ្រូ switch ចុះ switch ឡើងស្រួលពួកយើងជាងនឹងទៅទៀតចុះមួយនេះពួកយើង linear យ៉ាអាមួយនោះគឺ linear ចុះមួយនេះ អាហ្នឹងក៏ linear ដែរយ៉ាយើងមើលមិនដឹងដោយសារតែ increment loop របស់យើងគឺ1ចុះមួយនេះ ពួកយើងមួយនេះ អានឹង n ការ៉េ ចា n gray very good ដោយសារតែយើងមាន2 loop ណាហើយ loop របស់យើងហ្នឹងគឺ increment 1 1អញ្ចឹងហ្នឹងគឺជា n gray អ្នកទាំងអស់គ្នាវាអត់មានអីច្រើនទេកន្លែងនេះរបស់យើងណាយើងមើលទៅយើងរៀននៅក្នុងការទាយវាណានៅកន្លែងនេះរបស់យើងចុះមួយនេះ មួយនេះមិនដែរអ្នកទាំងអស់គ្នា អានឹងដូចជា linear យ៉ា linear ទីទាំងបថុយបឋានណាចាស់នេះ loop 1 n អានេះ loop មួយទៀត n ទៀតអញ្ចឹង n បូក n 2n 2n ក៏នៅតែជាសមីការ linear អូខេការងារអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាត្រូវយកអាកូដដែលខ្ញុំធ្វើពី slide ទី24រហូតដល់ slide ទី26សរសេរបំលែងទៅជា function ដែល function corresponding ទៅ constant corresponding ទៅ logarit corresponding ទៅ linear n sphere ហើយនឹង constant នៃ n បូក m បំលែងកូដដែលខ្ញុំធ្វើតាំងពី slide ទី24រហូតដល់ slide ទី26អញ្ចឹងអានេះរបស់យើងគឺ constant ចង់បងប្អូនយកមួយណាក៏បានដែរយកមួយនេះក៏បានទៅបំលែងជា function យកមួយនេះក៏បានទៅបំលែងជា function តើការងារ practice របស់យើងសម្រាប់ថ្ងៃនេះការងារទី2គឺបងប្អូនត្រូវធ្វើ assignment តែ assignment របស់យើងគឺមាន2សំណួរ2ផ្នែកផ្នែកទី1បងប្អូនត្រូវឆ្លើយជាមួយនឹងសំណួរ3សំណួរ A ខ្ញុំសួរថាតើវាអាចទៅរួចទេដែលយើងអាចបំលែងគ្រប់ O នៃ n ការ៉េ algorithm ទៅ O នៃ n បើអាចឆ្លើយហេតុអីបើមិនអាចឆ្លើយថាហេតុអីទី2តើហេតុអីពេលខ្លះយើងព្រមទទួលយក algorithm slower algorithm ន័យថាយើងអាចសរសេរ algorithm slower បាន simple មែនទេអ្នកទាំងអស់គ្នាដោយសារតែពេលខ្លះអានឹងវា simple វាអត់សូវ complicated ជាង a faster អញ្ចឹងយើងសរសេរអាធម្មតាទី3 how does the time complexity help តើការយល់ដឹងអំពី time complexity ជួយអ្នកទាំងអស់គ្នាឲ្យតែសេកូដនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងគឺយ៉ាងម៉េចចឹងមុននឹងយើងសរសេរយើងត្រូវគិតថាតើកូដរបស់យើងចូលក្នុង scenario មួយណា worst case best case ឬ average case ខ្ញុំឆ្លើយឲ្យហើយអ្នកទាំងអស់គ្នាត្រូវយកទៅរៀបរាប់ខ្លួនឯងសំណួរទាំង3ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវឆ្លើយជាភាសាខ្មែរពាក្យបច្ចេកទេសបងអាចទុកជាភាសាអង់គ្លេសណាអូខេនៅកន្លែងនេះរបស់យើង
ផ្នែកទី2អូនត្រូវសរសេរ function 3ដែល function 1គឺប្រើប្រាស់សំទោស function 3ដែលប្រើប្រាស់សម្រាប់ធ្វើការ count តម្លៃរបស់ n អញ្ចឹងបើខ្ញុំដាក់ n ស្មើ5វានឹង count ដោយការបូក1បូក2បូក3បូក4បូក5អញ្ចឹងតម្លៃរបស់វាគឺចេញមក15តម្លៃរបស់វាគឺចេញមក15ទាំង3 algorithm ហ្នឹងគឺចេញមក15ដូចគ្នាលោកគួយដេកណាស់ពួកយើងបរៀនខ្ញុំនិយាយតែខ្ញុំមានណានិយាយមួយខ្ញុំសោះ